កន្លងមកនេះខ្ញុំបានគោរពបូជាដល់ព្រះដៃអស់ពីចិត្តជឿជាក់លើបារមីនិងអំណាចដ៏អស្ចារ្យរបស់ទ្រង់ប៉ុន្តែមើលលទ្ធផលវិញចុះនៅពេលមានជនអាក្រក់បង្ហាញខ្លួនតើទ្រង់មានបានមកជួយយើងដែរទេគឺគ្មាននោះឡើយនេះហើយដែលហៅថាការគៀបសង្កត់អំណាចដើម្បីខ្លួនឯងមានបានទាំងដែលធ្វើអ្នកដទៃរងទុក្ខគ្រប់គ្នាចង់បន្តធ្វើជាទីស្គាល់អញ្ចឹងមែនទេអត់ទេគ្រប់គ្នាចង់បន្តត្រូវគឺគៀបសង្កត់អញ្ចឹងមែនទេអត់ទេ